ការប្រកួតដណ្ដើមពាន Formen Tournament របស់ Gainsbird នាទឹកដីនៃក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងសូម្បីតែលោកគ្រូអេពូថងក៏មានជំនឿជឿជាក់ទៅលើឌីមសារ៉ាដែរថានឹងជាម្ចាស់ពានក៏ប៉ុន្តែយ៉ាងណាក្តីយើងក៏មិនទាន់ដឹងថាអ្នកណានឹងក្លាយជាម្ចាស់ពានដែរគណៈដែលបែកពេលចូលរួមនោះយើងមានឌីមសារ៉ាមានវុធាសវណ្ណវាមិមានម៉ាឌីមកពីរងក៏ដូចជាលីប្រូឌីមកពីអង់គ្លេសបើខាត់គុនខ្មែរនៅខេត្តសៀមរាបពីនេះហ្នឹងប្រហែលគ្នានេះដៃច្រើនតែនោះក្បាច់ច្រើនគូយកមួយនោះទី2អីដល់ឌីកដាលហ្នឹងធ្លាប់ឈ្នះចាញ់ឌីមតារាឈ្នះបន្ទូចាញ់សន្លប់នេះក៏ទៅចាញ់ដែរយ៉ានេះទី2គាត់នេះគូទាទី2ហ្នឹងបងទី2ហ្នឹងប្រហែលគ្នាឌីមតារាបងឌីមរុំហ្នឹងនេះក្បាច់ច្រើនជាងនោះអានេះដាក់ចូលបាច់ដៃប្រហែលបងឯងចាត់ដាក់ចូលអានេះបាច់កាត់ចេះហ្នឹងហើយខាងបតេនេះក៏ល្អដែរក៏ប៉ុន្តែតែធ្លាប់ចាញ់ហើយនៅចាញ់ទេបាក់ស្បាតទេតែខ្ញុំលឺយកតែខាងនេះអត់ទាន់ឃើញទេខ្ញុំលឺយកពីដើមថានិយាយថាពីដើមហ្នឹងទៅបាច់វាប្រូឌីហ្នឹងខាងនេះតែគ្រូគេ100%គេខាងនេះតែគ្រូអត់ទេគ្រូយកមួយនោះទី2ឡើងមកដុំសារ៉ាអូលោកគ្រូអេទុកចិត្តលើឌីមសារ៉ា4ហ្នឹងគ្រូនេះស្លាញ់មួយនេះជាងគេពៀនបានមួយណាអូតែមើលគេមើលនោះដាក់មុខឲ្យអត់ស៊ូចានោះចឹង50ចាំមកចាន់ទឹកចាន់គោក៏លោកគ្រូពងលឹងមកគ្រូចាក់តាំងនៅនេះគឺល្អមើលហើយ4នាក់ហ្នឹងក៏ល្អមើលហើយល្អមើលមានម្នាក់ខ្ញុំមានគៀវហាយគ្នាអស់ម្នាក់សជាងគេសទៅអត់ដឹងឃើញស្លាប់ឈ្នះមេគៀវអេលីតមេគៀមិនមេគៀកូនគ្រូទេឡើងទៅថាឡើងទៅបន្ទុកប្រហែលគ្នាឲ្យនិយាយយើងបាទនេះថាយើងឲ្យសម្លាញ់រូបខ្មែរទៅច្រើនទៀតបាទតែគាត់ធ្វើបានក៏ល្អហើយនៅនេះខំប្រឹងតោះគ្នាតែគូស្លាញ់អាទី2ហ្នឹងឡើងទី2ហ្នឹងបាច់ជើងបាច់ជើងមើលគេលើកស្ទួយកីឡាករគុណខ្មែរអស់គ្នាមិនមែនលើកតាកម្ពុជាយើងទេយើងលើកបរទេសដែរគាត់ចូលរួមតែអត់បានពួកគាត់ក៏អត់ល្អមើលដែរយើងចាំទោះដែរតែពួកអែមខានមកយន់យូរអញ្ចឹងថ្ងៃនេះទៅលេងពងឆ្នាំងជាមួយគ្នាដែរទៅចាំគ្រប់ត្រូលទូលអែមមកគ្រូទៅទូគ្រូមកទូគ្រូផងគ្រូទៅដែរយើងមិត្តភក្តិនៅពងឆ្នាំងយើងដែរគ្រូពងឆ្នាំងអីគេឆ្ងាញ់ជាងគេកំហុកពងឆ្នាំងហ្នឹងណត់ជូណាត់ជូក្រឡហ្នឹងបងណាត់ជូអូខេអញ្ចឹងគ្រូដាក់ញ៉ាំប៉ុណ្្នឹងហើយអ្នកពងឆ្នាំងចាំជួបគ្នាស្អែកគ្រូណាជួបស្អែកតែគ្រូអត់ភឹងណាត់ជូដែរ